សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញឬក៏បង្រៀននៅអ្នកទាំងអស់គ្នានៅអ្វីដែលចេះដឹងខ្លះៗតាក់ទងទៅនឹងការបង្កើតនៅ account Gmail ជាដំបូងគឺយើងចូលទៅក្នុង Google នេះគឺជាកម្មវិធី Google បន្ទាប់មកទៀតយើងវាយពាក្យថា gmail.com អូខេយើងចុចពាក្យថា search អូខេចេញមកយើងចុចពាក្យថា Gmail email from Google នេះមករងចាំបន្តិចអូខេឥឡូវគឺវាចេញមកហើយបន្ទាប់មកទៀតគឺយើងចុចពាក្យថា create an account មានន័យថាកន្លែងនេះយើងអត់ទាន់មាន account Gmail របស់យើងទេវាចុចឲ្យ sign in ដាក់ចូល Gmail របស់យើងក៏ប៉ុន្តែយើងចង់បង្កើតនៅ account Gmail ថ្មីអញ្ចឹងយើងចុចពាក្យថា create an account នេះដើម្បីបង្កើតនៅ Gmail ថ្មីមួយឥឡូវគឺវាចេញមកហើយតាក់ទងទៅនឹងការបង្កើតនៅ Gmail គឺកន្លែងដែលវាឲ្យយើងបំពេញនៅ webbot ទី1គឺឈ្មោះ first name និង last name កន្លែងនេះកន្លែងការប្រើប្រាស់នៅ Gmail របស់យើងផ្ទាល់ខ្លួនថ្ងៃខែឆ្នាំកំណើតឬក៏កន្លែង page អីមួយចំនួននេះឥឡូវខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតាំងពីលើរហូតមកកន្លែង first name គឺជាឈ្មោះដំបូងសំដៅទៅលើឈ្មោះរបស់យើង last name គឺឈ្មោះត្រកូលរបស់យើងនៅក្នុងប្រទេសកម្ពុជាយើងគឺយើងដាក់ឈ្មោះត្រកូលនៅពីខាងមុខក៏ប៉ុន្តែនៅប្រទេសខាងប៉ែកអឺរ៉ុបគឺគេដាក់ឈ្មោះគេគឺឈ្មោះគេនៅពីមុខត្រកូលរបស់គេវិញអញ្ចឹង first name នេះយើងអាចដាក់ឈ្មោះរបស់យើងឧទាហរណ៍ថាឈ្មោះរបស់យើងបុត្រសីហាអញ្ចឹងយើងដាក់ថាសីហាបុត្រណានេះសីហានេះបុត្រក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែដាក់ឈ្មោះរបស់អ្នកទាំងអស់គ្នាចូលកន្លែងហ្នឹងឬក៏ឈ្មោះអ្វីដែលអ្នកទាំងអស់គ្នាគិតថាល្អហើយអ្នកទាំងអស់គ្នាស្រឡាញ់ចង់បង្កើតឈ្មោះនោះនិងអ្នកទាំងអស់គ្នាអាចវាយចូលតាមអ្វីដែលចង់បានចំណែកឯខ្ញុំគឺខ្ញុំអាចដាក់ថាសុបិនស្នេហ៍អញ្ចឹងមកនេះគ្រាន់តែជាការដាក់របស់ខ្ញុំឧទាហរណ៍ទេអូខេឥឡូវឈ្មោះយើងដាក់ហើយ first name និង last name បន្ទាប់មកទៀតកន្លែងនេះគឺ choose your username កន្លែងនេះគឺយើងដាក់ឈ្មោះរបស់យើងទៀតមកដាក់ឈ្មោះរបស់យើងហើយវាមាន gmail.com កន្លែងនេះដាក់ឈ្មោះថាសុបិនអូខេមកដាក់អញ្ចឹងកន្លែងនេះគឺយើងនឹងដាក់ password របស់យើងស្រឡាញ់ password អ្វីឬក៏យើងគិតថាលេខអ្វីដែលយើងចងចាំជាងគេយើងអាចដាក់វាមកបានហើយយើងត្រូវតែចាំ password របស់យើងហើយនឹងចាំ Gmail របស់យើងខាងលើនេះឥឡូវខ្ញុំដាក់មកអូខេកន្លែងនេះគឺវាតម្រូវឲ្យយើងជ្រើសរើសយកអ្វីមួយមានន័យថាឈ្មោះកន្លែងនេះវាធ្លាប់មានពីមុនមកហើយអញ្ចឹងយើងអាចជ្រើសរើសយកកន្លែង3ហ្នឹងយើងស្រឡាញ់មួយណាយើងអាចជ្រើសរើសយកមួយហ្នឹងឥឡូវខ្ញុំស្រឡាញ់ថាសុបិន08នេះអូខេយើងចុចយកហ្នឹងអ្នកទាំងអស់គ្នាអាចចុចចឹងបើសិនជាឈ្មោះអ្នកទាំងអស់គ្នាវាធ្លាប់មានអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចយកខាងក្រោមដែលវាចាញ់មកឲ្យយើងរើសនោះយើងដាក់ password មួយទៀតកន្លែងនេះគឺយើងត្រូវដាក់ password ឲ្យដូចខាងលើអញ្ចឹងអូខេកន្លែងនេះថ្ងៃខែឆ្នាំកំណើតរបស់បងប្អូននេះម៉ាន់នេះគឺខែ date គឺថ្ងៃ year គឺឆ្នាំកំណើតរបស់យើងខ្ញុំអាចដាក់ថា
January ខែ1ឆ្នាំអូខេខ្ញុំដាក់ថាឆ្នាំ1990ចុះបន្តមកទៀតនេះគឺខ្ញុំនឹងកន្លែងនេះគឺវាបំឲ្យបំពេញរោគភេទបើសិនជាអ្នកទាំងអស់គ្នាភេទស្រីយើងដាក់ថា female បើប្រុសយើងដាក់ថា male ឥឡូវខ្ញុំជ្រើសរើសថា male អូខេមកដល់ចំណុចនេះមួយទៀតកន្លែងនេះគឺយើងត្រូវតែដាក់លេខទូរស័ព្ទរបស់យើងចូលអូខេយើង select យក Cambodia នឹងហើយចំណែកឯលេខទូរស័ព្ទរបស់យើងដាក់ចូលគឺវាចាញ់បូក855មានន័យថានេះគឺជាលេខកូដសម្រាប់ប្រទេសយើងពេលដែលយើងដាក់លេខទៅគេស្រួលងាយស្រួលផ្ញើអ្វីមកឲ្យយើងហើយលេខដែលយើងដាក់ពីក្រោយ0855ហ្នឹងគឺយើងអត់ត្រូវដាក់លេខ0ចូលទេឧទាហរណ៍ថាលេខរបស់យើង097យើងដាក់តែ97មកឥឡូវឧទាហរណ៍ខ្ញុំដាក់លេខខ្ញុំចូល97អូខេវាចាញ់មកហើយនេះលេខរបស់ខ្ញុំដោយសារធ្លាប់ដាក់ពីមុនមកចាញ់មកអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់លេខទូរស័ព្ទមកក៏ប៉ុន្តែកុំដាក់លេខ0ពីមុខខាងក្រោយ855ហ្នឹងចូលមកដល់កន្លែងនេះយើងអាចរំលងបាននេះកន្លែងនេះគឺយើងត្រូវតែវាយលេខឲ្យត្រូវទៅនឹងអ្វីដែលគេដាក់ឲ្យយើងមកនេះគឺលេខ7975អូខេ7975ឥឡូវយើងដាក់បានហើយប្រទេសរបស់យើងគឺ Cambodia យើង select យក Cambodia នឹងហើយអូខេបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នា touch គ្រីសនេះមួយមកហើយ next step ឥឡូវវាកំពុងតែបញ្ជូននៅ email របស់យើងទៅហើយយើងនៅចាំការផ្ញើសាររបស់វាមកលេខទូរស័ព្ទរបស់យើងបន្តអន្ទៀតបងប្អូនគឺកលេខមើលនៅក្នុងទីនេះគឺជាលេខទូរស័ព្ទយើងមើលទៅគឺត្រូវតាមលេខទូរស័ព្ទរបស់យើងហើយនេះបើសិនជាយើងចុចកន្លែង voice call នេះមានន័យថាវាផ្ញើសំឡេងមកឲ្យយើងក៏ប៉ុន្តែយើងចុចកន្លែង text message នេះ SMS នេះគឺវាផ្ញើនៅ message ឲ្យយើងផ្ញើនៅលេខ6ខ្ទង់ពេលណាដែលបងប្អូនបំពេញនៅលេខទូរស័ព្ទដូចខ្ញុំប្រាប់ពីមុនមកអញ្ចឹងវានឹងចាញ់ខាងនេះលេខទូរស័ព្ទរបស់បងប្អូនក៏ប៉ុន្តែលេខទូរស័ព្ទនោះបងប្អូនត្រូវតែកាន់នៅទូរស័ព្ទដៃរបស់បងប្អូនឲ្យជាប់នឹងដៃដោយសារតែងាយស្រួលនៅខាងក្រុមហ៊ុន Google គេផ្ញើនៅលេខកូដឲ្យយើងអញ្ចឹងពេលដែលខ្ញុំបំពេញនៅលេខទូរស័ព្ទរបស់ខ្ញុំចូលរួចហើយខ្ញុំចុចយកពាក្យថា message នេះដើម្បីឲ្យវាផ្ញើលេខ6ខ្ទង់មកឲ្យយើងហើយយើងនឹងបំពេញចូលបន្តទៀតឥឡូវយើងចុចពាក្យនេះដើម្បីឲ្យវាផ្ញើលេខកូដមកឲ្យខ្ញុំអូខេយើងរងចាំបន្តិចវានឹងផ្ញើលេខកូដមកឲ្យអូខេពេលនេះវាផ្ញើលេខកូដមកឲ្យហើយខាងក្រុមហ៊ុន Google លេខ6ខ្ទង់ហើយរួចហើយអ្នកទាំងអស់គ្នាអាចបើកទូរស័ព្ទអ្នកទាំងអស់គ្នាមើលលេខបានឥឡូវខ្ញុំបើកទូរស័ព្ទរបស់ខ្ញុំមើលលេខដែលវាផ្ញើមកសិនអូខេលេខដែលវាផ្ញើមកខ្ញុំគឺ93 80 42អូខេយើងចុចពីមកចុចបន្តទៅមុខទៀតអូខេឥឡូវវាចាញ់មកហើយអ្នកទាំងអស់គ្នាអាចមើលនៅឈ្មោះរបស់អ្នកទាំងអស់គ្នាបានគឺថាឈ្មោះរបស់ខ្ញុំគឺសុបិនស្នេហ៍បើសិនជាអ្នកទាំងអស់គ្នាដាក់ឈ្មោះអ្នកទាំងអស់គ្នាវានឹងចាញ់ខាងនេះបើសិនជាអ្នកទាំងអស់គ្នាចង់បំពេញរូបភាពអ្នកទាំងអស់គ្នាអាច add a photo ឬក៏ create your profile ក៏ប៉ុន្តែខ្ញុំអត់ចង់ទេខ្ញុំចុច no thanks ដើម្បីយើងទៅមុខទៀតបន្ទាប់មកទៀតគឺខ្ញុំនឹងចុចពាក្យថានេះ to Gmail ខ្ញុំនឹងចុចទៅ Gmail របស់ខ្ញុំហើយយើងមើលថា Gmail address របស់យើងគឺលេខខាងលើនេះ sobin@gmail.com ហើយអ្នកទាំងអស់គ្នាវានឹងចាញ់អានឹងមកដូចជាខ្ញុំដែរឥឡូវខ្ញុំចុចពាក្យនេះមក
វាកំពុងតែធ្វើដំណើរការអូខេឥឡូវគឺវាចេញមកហើយយើងអាចនឹងចុចពាក្យថា next នេះចេញមកទៀតយើងចុចពាក្យថា next ទៀតចុច next អូខេឥឡូវយើងបាន Gmail មួយហើយ Gmail របស់យើងវាចេញមកខាងនេះនេះ subansnai08@gmail.com is ready to use ឥឡូវគឺវារួចហើយដើម្បីឲ្យយើងប្រើប្រាស់វា go to Gmail ចូលទៅ Gmail របស់យើងក៏ប៉ុន្តែ Gmail របស់លោកអ្នកវានឹងចេញមកខាងនេះអ្វីដែលលោកអ្នកបំពេញនៅខាងនេះគឺវានឹងចេញរបស់លោកអ្នកមកក៏ប៉ុន្តែនេះអ្វី Gmail នេះគឺជារបស់ខ្ញុំអញ្ចឹងយើងនឹងប្រើប្រាស់នៅ Gmail នេះរហូតតទៅឥឡូវខ្ញុំអាចចុចពាក្យថា go to Gmail ទៅប្រើប្រាស់ឥឡូវវាចេញមកហើយមានន័យថាការបង្កើតនៅ Gmail របស់យើងនៅក្នុងពេលនេះគឺបានសម្រេចជោគជ័យហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងអាចធ្វើនៅ Gmail address របស់អ្នកទាំងអស់គ្នាបានជោគជ័យតាមវីដេអូរបស់ខ្ញុំអូខេហើយពេលនេះគឺការបង្កើតនៅ Gmail ក៏ដូចជាការបង្ហាញនៅការបង្រៀនបង្កើតនៅ Gmail account ពេលនេះគឺចប់សពគ្រប់ហើយហើយ Gmail របស់យើងក៏បានធ្វើរួចហើយអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើនៅ account Gmail របស់បងប្អូនទាំងអស់គ្នាសម្រាប់បានជោគជ័យតាមវីដេអូដែលខ្ញុំបានបង្ហាត់បង្រៀនទៅនេះអូខេអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំនេះ